សួស្តីមួយនឹងនេះគឺជាវិធីធ្វើទឹកស៊ីអ៊ីវត្រាំខ្យងប៉ារ៉ាអញ្ចឹងនេះគឺរបៀបដែលខ្ញុំធ្វើឲ្យបងប្អូនមើលអញ្ចឹងបាច់ចាំបាច់មកទិញញ៉ាំបើអ្នកមានពេលអាចធ្វើហើយអាចធ្វើញ៉ាំទៅផ្ទះខ្លួនឯងបានហ្មងគឺជារបៀបថាងាយស្រួលហ្មងហើយគឺឆ្ងាញ់ហ្មងតានីហ្មងបើមិនជឿចាំសាកតាមរបៀបខ្ញុំណាបងអូនយើងមានខ្ទឹមខ្ទឹមមើលខ្ទឹមធំហ្នឹងសេរីមួយផ្លែប៉មពីរផ្លែម្ទេសចក្រេហើយនឹងសារាយការ៉េហើយនឹងកុំភ្លេចបងអូនយើងដាក់ខ្ទឹមយើងផងណាដើម្បីយើងរងាស់ចូលគ្នាអញ្ចឹងគ្រឿងផ្សំហ្នឹងគឺខ្ញុំរៀបរាប់ប្រាប់បងប្អូនតាមតំណើរនឹងអស់ហើយនឹងប្រាប់វារបៀបធ្វើទៀតនឹងប្រាប់របៀបធ្វើទៀតតែកុំភ្លេចទេថាបើសិនជាអ្នកអត់មានពេលឬក៏អត់មានអូយខ្ជិលធ្វើតែមួយអាចមកទិញខ្ញុំញ៉ាំបានអញ្ចឹងឥឡូវខ្ញុំមានលក់ណាមានទឹកស៊ីអ៊ីវមានសាមុនត្រាំទឹកស៊ីអ៊ីវមានខ្យងប៉ារ៉ាត្រាំទឹកស៊ីអ៊ីវមានក្តាមសេះត្រាំទឹកស៊ីអ៊ីវនិងមានបកាត្រាំទឹកស៊ីអ៊ីវនេះគ្រឿងដែលយើងហាន់ហើយណាបងអូនអញ្ចឹងឥឡូវចូលរបៀបធ្វើតែម្ដងហ្នឹងហើយអញ្ចឹងទឹកគឺខ្ញុំដាក់1លីត្រហ្នឹងខ្ញុំវាល់ដល់ក្នុងកតោហ្នឹងប្រហែលជា1លីត្រជាងហ្នឹងហើយអញ្ចឹងទឹកស៊ីអ៊ីវខ្ញុំហ្នឹងក៏ខ្ញុំដាក់មួយចានហ្នឹងដែរនឹងខ្ញុំដាក់ទឹកស៊ីអ៊ីវហ្នឹងមួយចានហ្នឹងដែរតែបងប្អូនកុំយល់ច្រឡំអានេះគឺទឹកស៊ីអ៊ីវគេញ៉ាំសាស៊ីមីមិនមែនទឹកស៊ីអ៊ីវយើងធម្មតាណាបងអូនហ្នឹងហើយអានេះគឺស្ករក៏ខ្ញុំដាក់មួយចានពងមាន់ហ្នឹងទៅហើយរ៉ូឌីហ្នឹងក៏ខ្ញុំដាក់មួយចានពងមាន់ហ្នឹងដែរបងអូនហ្នឹងហើយអានេះគេហៅស្រាចិនខ្ញុំដាក់ស្រាចិនមួយចាននឹងដែរអញ្ចឹងមានតែប៉ុណ្្នឹងទេហើយនឹងដាក់គ្រឿងដែលយើងហាន់ហើយហ្នឹងយើងគឺរងាស់ចូលគ្នារងាស់ជាមួយគ្នារយៈពេល1ម៉ោងកន្លះរំវាឲ្យលួយវាចេញជាតិផ្អែមពីក្នុងបន្លែនិងក្នុងផ្លែឈើដែលខ្ញុំដាក់នឹងទៅអញ្ចឹងពេលធ្វើហើយគឺមានរសជាតិរបៀបថាឈ្ងុយខុសពីត្រាំទឹកស៊ីអ៊ីវយើងធម្មតាបងអូនអានេះគឺរបៀបធ្វើនេះគឺរបៀបថាងាយហើយឆ្ងាញ់ទៀតតែបងអូនពេលចិត្តបិទភ្លើងកុំភ្លេចដាក់ប្រេងល្ងផងណាប្រេងល្ងពីលព្រាកាហ្វេទៅឲ្យវាកាន់តែមានក្លិនឈ្ងុយឲ្យមានកាន់តែក្លិនឈ្ងុយតិចទៀតណាបងអូននេះគឺល្ងហើយណាអញ្ចឹងចូលដល់ខ្យងយើងម្ដងខ្យងប៉ារ៉ាមកខ្ញុំអត់បានទិញចឹងថាជាខ្ញុំរកទិញរស់ក៏វារៀងថ្លៃពេកអញ្ចឹងយកអាកកនេះយកមកធ្វើក៏បានដែរបងអូនឆ្ងាញ់វាប្រហាក់ប្រហែលគ្នាដែរអញ្ចឹងអាចសាកញ៉ាំបានយើងយកមកលាងយកមកដោះឲ្យវាជ្រះដីជ្រះអីអស់សិនទៅចាំយើងយកទៅស្ងោរវាឲ្យឆ្អិនហើយនេះខ្ញុំដោះហងអញ្ចឹងអានេះរបៀបថាខ្ញុំកាត់កុំឲ្យខាងឃើញវែងពេកអញ្ចឹងណាអានេះខ្ញុំសោះនេះគឺខ្ញុំសោះ2ដងព្រោះដោយសារវារៀងច្រើនដែរថាឆ្នាំងខ្ញុំវារៀងទូចអញ្ចឹងខ្ញុំសោះបាន2ដងបានសោះហើយនេះគឺខ្ញុំកប់តកប្រហែលជាកន្លះម៉ោងកប់តកប្រហែលជាកន្លះម៉ោងដើម្បីឲ្យវាត្រជាក់ដើម្បីធ្វើឲ្យសាច់ខ្យងហ្នឹងឲ្យកាន់តែស្រួយទៅសម្រាប់ដល់ពេលយើងញ៉ាំជាមួយទឹកត្រីបុកជាមួយអីហ្នឹងគឺឆ្ងាញ់ហ្មងហើយរយៈដល់ពេលវគ្គដែលខ្ញុំដាក់ប្រអប់ហ្នឹងគឺខ្ញុំសិតតែថ្លឹងដើម្បីឲ្យស្មើគ្នាកុំឲ្យថាំងទិញយកទៅប្រអប់នេះច្រើនប្រអប់នេះទូចអញ្ចឹងម្នាក់ទាំងអស់គ្នាមិនបាច់បារម្ភឯថាមានតិចមានខ្លះច្រើនខ្លះតិចគឺតានីឲ្យហ្មងគឺដូចគ្នាដូចគ្នាទាំងអស់ហ្មងអញ្ចឹងបើអ្នកអត់មានពេលធ្វើនៅផ្ទះទេអាចមកកំងខាងខ្ញុំបានអញ្ចឹងឥឡូវខាងខ្ញុំគឺមានលក់មានបកាត្រាំមានក្តាមត្រាំមានសាមុនត្រាំអញ្ចឹងចង់កំងអីគឺបានហ្មងឥឡូវគ្រឿងត្រាំយើងគឺធ្វើហើយតែធ្វើគឺដឹងពតនីទៅឆ្ងាញ់ហ្មងបងអូ